ជំរាបសួរពុកម៉ែបងប្អូនពូមីញតានេះគឺជាសកម្មភាពដែលបេះស្វាយចឹងណាពុកម៉ែបងប្អូនពូមីញតាហើយដើមស្វាយនេះក៏ចំនួនបេះតិចហើយពុកម៉ែបងប្អូនចឹងគាត់មកត្រូវការបេះចឹងទៅគាត់ទិញចឹងណាពុកម៉ែបងប្អូនពូមីញតាគ្រាន់រួចកាហ្វេរួចអីខាត់បាវអីចឹងទៅណាពុកម៉ែបងប្អូនពូមីញតាអើយចាឥឡូវដល់ថ្ងៃដែលកំណត់ដែលគាត់ត្រូវមកបេះចឹងណាហើយប្រហែលថ្ងៃមុនគាត់បានមកកក់បានអីចឹងទៅគាត់បានត្រូវផ្លែត្រូវការអីចឹងទៅល្មមថាត្រូវថ្ងៃដាក់កំណត់ត្រូវបេះចឹងណាឥឡូវគាត់បានមកបេះចឹងទៅពុកម៉ែបងប្អូនពូមីងតាហើយផ្លែស្វានេះក៏មិនសូវផ្លែច្រើនអីប្រហែលទេពុកម៉ែបងប្អូនតាគ្រាន់តែវាមានធំចឹងណាពុកម៉ែបងប្អូនពូមីងតាហើយក៏លក់នេះក៏មិនមែនលក់ទាំងអស់ទេពុកម៉ែបងប្អូនហើយចាគឺលក់តាពីបេដើមចឹងណាពុកម៉ែបងប្អូនតែខ្លះចឹងទៅទុកគ្រាន់តែលក់ទុកបងប្អូនឬកូនចៅជួបជុំគ្នាអញ្ចឹងទៅទឹកហូបអញ្ចឹងណាពុកម៉ែបងប្អូនពូមីងតាហើយផ្លែនេះវាមុំធំនឹងបេះហើយពុកម៉ែបងប្អូនពូមីងតាអើយចានេះគឺជាសកម្មភាពរបស់ពូគាត់កំពុងតែបេះផ្លែស្វាយអញ្ចឹងណាហើយក៏ជាគាត់យកទៅលក់បន្តអីអញ្ចឹងទៅពុកម៉ែបងប្អូនពូមីងតាអើយចាហើយមួយវិញទៀតយើងនៅស្រុកស្រែចំការតាមជនបទមាត់ញអញ្ចឹងទៅវាគ្មានអីក្រៅពីការលក់ដំណាំដែលយើងដាំដុះនៅក្នុងភូមិរបស់យើងអញ្ចឹងណាពុកម៉ែបងប្អូនមីងតាចាហើយដើមស្វាយនេះក៏មិនមែនជាខ្ញុំជាអ្នកដាំអីទេគឺឪពុករបស់ខ្ញុំគាត់ជាដាំអញ្ចឹងណាគាត់ដាំយូរឆ្នាំហើយតម្រាំតែបានផ្លែផ្កាបានតិចតួចអីអញ្ចឹងណាពុកម៉ែបងប្អូនហើយការទុកហូបក៏វាមិនអស់ទេពុកម៉ែបងប្អូនអញ្ចឹងមានការចែករំលែកឬក៏ការលក់ដូរខ្លះអញ្ចឹងហើយពុកម៉ែបងប្អូនចាយើងដឹងហើយថាយើងនៅស្រុកស្រែចំការវាគ្មានជាចំណូលអីទៅដល់យើងទេពុកម៉ែបងប្អូនហើយមានតែដំណាំតិចតួចដែលអាចជួយបង្កើនជួយសម្រួលនៅក្នុងរង្វង់គ្រួសារក្នុងស្រុកស្រែអីចឹងណាពុកម៉ែបងប្អូនពូមីងតាហើយណាមួយទៀតក៏អាចរួចថ្លៃម្ហូបអាហារអីចឹងណាពុកម៉ែបងប្អូនចាហើយផ្លែក៏ស្វានៅពេលដែលយើងដាំបានផលអញ្ចឹងទៅក៏វាចំណេញដែរពុកម៉ែបងប្អូនយើងមានច្រើនអញ្ចឹងទៅមានការមានម៉ូយមានអីមកទិញអីអញ្ចឹងណាពុកម៉ែបងប្អូនចាហើយសកម្មភាពនេះគ្រាន់តែជាការបង្ហាញអំពីថាផលដំណាំដែលយើងដាំដុះនៅក្នុងភូមិវាបានផលឲ្យយើងអញ្ចឹងណាពុកម៉ែបងប្អូនពូមីងតាអើយចាឥឡូវគាត់ចាប់ដើមបេះបានមួយធុងអញ្ចឹងហើយគាត់បានយកមកដាក់អញ្ចឹងទៅពុកម៉ែបងប្អូនចាហើយបន្ទាប់មកអ៊ីក៏បានយកស្វាយដែលបេះបានរួចរាល់ហើយចាក់នៅក្នុងគំនរបានតិចតួចអញ្ចឹងទៅនេះតាមពិតទៅខ្ញុំគ្រាន់តែថតពីសកម្មភាពមុនដំបូងទេអត់ទាន់បានផ្លែច្រើនហើយអត់ទាន់បានបេះផ្លែបានច្រើនទេពុកម៉ែបងប្អូនពូមីងតាចាហើយអ៊ីក៏ចាប់ដើមមូលក្បាលក៏ស្វាយនឹងដើម្បីឲ្យជ្រុះខ្យល់អស់អញ្ចឹងទៅហើយនេះគឺជាសកម្មភាពរបស់គាត់ដែលគាត់បានបេះទិញផ្លែស្វាយខ្ញុំណាចាហើយគាត់កំពុងតែចុចក្បាលឃើញចុះក្រោមហ្នឹងក្រាមពិតក៏ចុចឲ្យអស់ជ័រចេញពីអណ្ដងអញ្ចឹងណាពុកម៉ែបងប្អូនចាហើយមានឡានគាត់យកមកដាក់អីអញ្ចឹងទៅពុកម៉ែបងប្អូនហើយធ្លាក់ខ្លួនហើយលក់ស្វាយគ្រាន់បានរួចកាហ្វេរួចអីអញ្ចឹងណារួចមកព្រឹកអីចឹងទៅពុកម៉ែបងប្អូនពូមីងតាអើយហើយបើយើងនិយាយរួមទៅបើស្វាយបើយើងមកព្យាយាមនឹងស្រោចទឹកនៅពេលដែលយើងដាំទេក៏វាអត់បានផលដែរអញ្ចឹងណាពុកម៉ែបងប្អូនពូមីងតាចាហើយជាលើកទី1ហើយដែលផ្ទះខ្ញុំលក់ស្វាយលក់អីអញ្ចឹងណាពុកម៉ែបងប្អូនពីមុនមកដែលបានលក់ស្វាយទេពុកម៉ែបងប្អូនអើយវាច្រើនតែរុះរោយចោលអញ្ចឹងទៅពេលខ្លះយើងហូបអត់អស់អញ្ចឹងទៅពុកម៉ែបងប្អូន